បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីការកាត់ស្លឹកមនបាទសម្រាប់បងប្អូនដែលបានដាំដើមមនឬដែលមានដើមមនហើយមិនដឹងថាធ្វើម៉េចឲ្យវាផ្លែអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញជូនវិធីសាស្ត្រក្នុងការធ្វើឲ្យមនយើងផ្លែបាទវិធីសាស្ត្រនេះគឺជាវិធីសាស្ត្រធម្មជាតិអញ្ចឹងដើមមនបើយើងចង់ឲ្យផ្លែតើយើងកាត់ស្លឹកវាបងប្អូនយើងកាត់ស្លឹកវាចេញទាំងអស់ផ្លែស្លឹកវាចេញទាំងអស់យើងមើលថែវាស្រោចទឹកដាក់ជីដាក់អីថែមទៅបានវាផ្លែល្អអញ្ចឹងណាបើយើងអត់កាត់ស្លឹកទៅវាអត់ផ្លែទេអញ្ចឹងឥឡូវយើងកំពុងកាត់ស្លឹកឯនេះបាទកំពុងផ្លែស្លឹកបាទផ្លែចេញទាំងអស់បាទយើងមើលនេះអានេះស្លឹកដែលយើងផ្លែបានហើយនេះគឺអត់មានទេគឺអស់លីងហ្មងអត់មានសល់ទេអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យមនរបស់បងប្អូនផ្លែគឺនៅពេលដែលវាមានអាយុគ្រប់គ្រាន់បាទចាប់ពីយើងដាំទៅ8ខែយើងចាប់ផ្ដើមបេះស្លឹកទៅដល់ពេលវាភ្លុះចេញមករយៈពេលយ៉ាងយូរជាង50ថ្ងៃអាច54ថ្ងៃ55ថ្ងៃហ្នឹងគឺបានទុំញ៉ាំហើយបាទឬក៏អាចលឿនជាងនឹងបាទវាអាស្រ័យទៅលើអាកាសធាតុបាទអញ្ចឹងបើសិនបងប្អូនចង់ដឹងអាចសាកល្បងធ្វើតាមវិធីហ្នឹងទៅហើយវិធីហ្នឹងគឺខ្ញុំធ្វើបានយូរមកហើយបានផលរួចមកហើយដែរបាទនេះបងប្អូនទិដ្ឋភាពដើមមនដែលយើងបានកាត់ស្លឹកបាទអញ្ចឹងដូចខ្ញុំបានជម្រាបជូនឲ្យថាដើមមននេះបើយើងចង់ឲ្យវាផ្លែយើងកាត់ស្លឹកវាអញ្ចឹងកាត់ឲ្យអស់អញ្ចឹងឃើញទេបងប្អូននេះខ្ញុំបង្ហាញជូនណាកាត់ឲ្យអស់អញ្ចឹងកុំឲ្យសល់សូម្បីតែត្រួយកុំឲ្យសល់ដែរផ្លេសស្លឹកកាត់ស្លឹកមិនណាកាត់ចោលខ្លះកាត់ទៅកាត់ឲ្យអស់អញ្ចឹងបាទកាត់ឲ្យអស់អញ្ចឹងហើយបើសិនជាខែភាសាវាមានដីវាសើមស្រាប់ហើយយើងមិនបាច់ស្រោចទឹកទេតែបើសិនជាខែប្រាំងយើងកាត់រួចហើយយើងស្រោចទឹកវាឲ្យជោគបាទស្រោចទឹកវាឲ្យជោគបាទហើយបើយើងមានជីយើងដាក់ជីឯកមាន់ជីឯកគោជីឯកទីអីចឹងណាបាទយើងដាក់វាទៅដើម្បីឲ្យវាដាស់ឲ្យវាផ្លែបាទអញ្ចឹងបន្ទាប់ពីកាត់បានប្រហែលជាមួយសប្តាហ៍អីវាចាប់ផ្ដើមពកផ្កាហើយនឹងផ្លែចេញមកតែម្ដងអញ្ចឹងបាទអញ្ចឹងសម្រាប់ដើមមនបើវាគ្រប់អាយុ8ខែហើយចាប់ពីយើងដាំទៅរយៈពេល8ខែគឺយើងអាចដល់អាយុប្រមូលផលអាចឲ្យវាផ្លែបានហើយអញ្ចឹងណាបាទអញ្ចឹងបើន័យថាចាប់ផ្ដើមពីថ្ងៃដាំដំបូងរយៈពេល8ខែហើយចាប់ផ្ដើមកាត់ស្លឹកប្រហែលជា2ខែប្រហែលជាប៉ុណ្ណឹងវាចន្លោះពី45ថ្ងៃទៅ55ថ្ងៃបាទវាអាស្រ័យលើអាកាសធាតុបើក្តៅខ្លាំងក៏វាឆាប់ផ្លែបាទបើមិនសូវក្តៅក៏វាអាចដល់50ថ្ងៃជាងអញ្ចឹងណាអញ្ចឹងរយៈពេលយើងថា2ខែចុះអញ្ចឹងមិនន័យថាចាប់ពីថ្ងៃដាំរហូតដល់យើងប្រមូលបេះផ្លែហ្នឹងគឺរយៈពេល10ខែបាទលឿនបាទ10ខែអញ្ចឹងណាបាទហើយនៅពេលដែលយើងបេះផ្លែអស់យើងឲ្យវាសម្រាកបាទយើងឲ្យវាសម្រាកមួយខែកន្លះហើយយើងចាប់ផ្ដើមកាត់ស្លឹកម្ដងទៀតអញ្ចឹងវានឹងផ្លែបន្តទៀតអញ្ចឹងណាឥឡូវខ្ញុំបន្តិចទៀតខ្ញុំនឹងបង្ហាញជូនទិដ្ឋភាពផ្លែដែលដើមម្ខាងទៀតដែលខ្ញុំកាត់ឲ្យវាផ្លែបាទបងប្អូននេះផ្លែមន mulberry បាទដូចវីដេអូខាងដើមដែលខ្ញុំបានបង្ហាញជូនអំពីការកាត់ស្លឹកមនហ្នឹងបាទបន្ទាប់ពីយើងកាត់ស្លឹករួចបាទរយៈពេលចន្លោះពី45ថ្ងៃទៅ55ថ្ងៃគឺយើងអាចប្រមូលផលបានហើយយើងអាចផ្លែ mulberry របស់យើងអាចទុំបែបនេះបាទនេះទុំបែបនេះបាទទុំបែបនេះហើយយើងអាចបេះប្រមូលផលបាននេះខ្មៅខ្នោតនេះបាទអញ្ចឹងការធ្វើឲ្យផ្លែធ្វើឲ្យមនមានផ្លែគឺតើយើងកាត់ស្លឹកបាទនេះទិដ្ឋភាពដើមមនខ្ញុំមួយផ្នែកទៀតនៅក្បែរដែលកន្លែងខ្ញុំកាត់ស្លឹកនឹងដែរបាទព្រោះខ្ញុំកាត់ស្លឹកបែបឲ្យវាចន្លោះគ្នា
ដើម្បីឲ្យផ្លែបដាគ្នាអញ្ចឹងណាបាទអានេះថ្ងៃនេះយើងចាប់ផ្ដើមបេះបានបដើហើយបាទសួស្ដីពងធ្វើអីហ្នឹងនេះស្អែកពងធ្វើអីហ្នឹងអ្នកបេះមូនចឹងបានម៉ានហើយអូបាទធម្មជាតិពិតផ្អែមណាបាទធំសុំមួយមើលបងប្អូនអូខេជូរអែមណាបេះញ៉ាំផងបេះឲ្យភ្ញៀវផងហ្នឹងភ្ញៀវពីកំងហើយស្អែកត្រូវទៅសៀមរាបយកផ្ញើទៅសៀមរាបបាទចឹងបងប្អូនមានតម្រូវការពូជមូនយកទៅដាំបងប្អូនអាចឆាតមកបានតាក់ទងតាមលេខទូរស័ព្ទក៏បានតាម Telegram ក៏បានតាម Page ក៏បានយើងខ្ញុំមានផ្គត់ផ្គង់ពូជជូនហើយនឹងផ្ញើជូន25ខេត្តក្រុងទោះបីជាមួយដើមពីរដើមក៏ខាងខ្ញុំផ្ញើជូនដែរហើយយើងមានប្រឹក្សាបច្ចេកទេសក្នុងការដាំដុះធ្វើម៉េចឲ្យបានផលបាទសូមអរគុណ